ជំរាបសួរលោកគ្រូនិងសួស្តីអ្នកនរគ្នានៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការ present តាក់ទងពី technique មួយនៅក្នុង data science គឺ anomaly detection so ជាការចាប់ផ្ដើមនេះគឺជា table of content ដែលជាអ្វីដែលខ្ញុំនឹងនិយាយពន្យល់តាក់ទងនឹង anomaly detection នៅក្នុង slide នេះតើអ្វីទៅជា anomaly detection anomaly detection គឺជា technique មួយដែលយើងប្រើនៅក្នុងការចាប់ identify data point event or observation ការសង្កេតដែលវាខុសឆ្ងាយដាច់ពីគេមួយនៅក្នុង data set ទាំងមូលរបស់យើងដែលយើងអាចហៅវាថាជា outlier ឬក៏ anomalies ដែល technique anomaly detection នេះគឺវាមានទៅតាម category ក៏ដូចជាប្រភេទរបស់វាមានចាប់តាំងពី statistic method and advanced machine learning model និង deep learning ជាដើមដែលវាអាស្រ័យទៅលើប្រភេទនៃ data និងការប្រើប្រាស់ជាក់ស្ដែងដើម្បីចាប់យកអ្វីមួយដែលយើងចង់បានចំពោះ type of anomalies គឺមានក្នុង slide នេះខ្ញុំនឹងលើកយកឧទាហរណ៍3 anomalies ដែលទី1ហ្នឹងគឺជា point anomaly ឬយើងអាចហៅបានថាជា global outlier point anomaly គឺវាជាប្រភេទ individual point មានន័យថា point មួយនៅក្នុង data set ទាំងអស់ដែលវាមានភាពខុសប្លែកពីគេនៅក្នុង data set ទាំងអស់វាអាចខុសពីគេដោយសារតែទី1គឺ value របស់វាទី2វាអាចខុសពីគេដោយចំនួនរបស់វាទៅតាម context ឬក៏ទៅតាម data point ជាក់ស្ដែងដូចក្នុង graph នេះអានេះគឺជា outlier ដែលវាមានតម្លៃឬមួយក៏ចំនួនហ្នឹងគឺដាច់ឆ្ងាយពីគេបានន័យថាតម្លៃរបស់វាហ្នឹងនៅផុតពីគេដែលវាអត់មាននៅក្នុងចំណោមនេះដែលជាអាចជាចំនួនតូចបំផុតដែលយើងហៅថា minimum ឬក៏ចំនួនធំបំផុត maximum ឬមួយក៏នៅក្បែរជាមួយនឹងចំនួនដែលជា average អានេះក៏ដូចគ្នាគឺវាជាក្រុមនៃ anomaly ហើយដោយសារតែវាអត់មាននៅចិត្តឬមួយក៏វាអត់មាននៅលាយឡំជាមួយនឹង data point ដទៃទៀតដែលវាជា normal point ដែលយើងហៅវាថាជា normal point បន្តមកទៀតគឺ contextual anomaly contextual anomaly គឺជាប្រភេទនៃ data point ដែលវាមានភាពខុសប្លែកពីគេប៉ុន្តែវានៅក្នុង context មួយជាក់លាក់specific context បានន័យថាបើសិនជាយើងប្រើប្រាស់model ឬក៏ data set ដើម្បីdetect រោគអីមួយហ្នឹងគឺអាចនិយាយថានៅក្នុង healthcare នៅក្នុងសីតុណ្ហភាព temperature នៅក្នុងmoney laundering ឬក៏ transaction អីជាដើមហើយវាមានspecific context របស់វាដែលយើងអាចមើលតាម graph នេះបានគឺឧទាហរណ៍ថានៅក្នុង graph នេះគឺនិយាយទៅតាក់ទងអំពីពេលវេលាដំណើរការរបស់ម៉ាស៊ីនណាមួយទៅហើយចំពោះ graph នេះដែរយើងឃើញថាពីចំណុចនេះរហូតដល់ចំណុចនេះគឺវាមានភាពធម្មតាមិនថាវា fluctuate វាអត់មានឡើងចុះធំពេកឬក៏តូចពេកដែលយើងអាចចាត់ទុកវាថាជា outlier ឬក៏ជា anomaly ចំណុចនេះក៏ដូចគ្នាគឺវា fluctuate ប៉ុន្តែចំពោះចំណុចនេះវិញគឺ
នៅត្រង់ចន្លោះម៉ោង1អាចថាម៉ោង1នេះវាអត់មានបញ្ហាអីទេប៉ុន្តែស្រាប់តែ data set របស់យើងហ្នឹង model របស់យើងបង្ហាញថាវាចុះខ្លាំងអញ្ចឹងយើងអាចចាត់ទុកថាអានេះគឺជា anomaly នៅតាម context ឬក៏តាមដូចជា time location or any reason ដែលយើងប្រើប្រាស់ទៅតាម specific context ដែលយើងប្រើប្រាស់ model និង data ចំពោះ type ទី3គឺ collective anomaly គឺជា group នៃ data point ដែលវាមានភាព abnormal បានន័យថាខុសពីគេ collective anomaly ហ្នឹងបើវាកើតឡើងនៅពេលដែល group នៃ point ឬក៏ sequence of data point ហ្នឹងគឺវា anomalous មានន័យថាវាខុសពីគេជា group តែម្ដងបើទោះបីជា individual point មានន័យថាមួយក្នុងចំណោម point នៃ collective anomaly ហ្នឹងគឺវាស្ថិតនៅក្នុង group ដែលមើលទៅវាnormal ក៏ដោយក៏វាអាចចាត់ទុកថាមួយ group ដែលជា anomaly ហ្នឹងគឺជា anomaly ជាឧទាហរណ៍អានេះគឺជា graph ដែលតំណាងឲ្យរយៈពេលនៃការ response របស់ server មួយឧទាហរណ៍server វា response អានេះគឺជា time ដែលវា response អានេះ response time គឺជា millisecond យើងឃើញថានៅក្នុងនេះគឺពីចន្លោះម៉ោង1រហូតដល់1:05នាទីរហូតដល់1:10នាទីគឺវាធម្មតាវាអត់មានឡើងចុះខ្លាំងទេប៉ុន្តែយើងមើលឃើញថានៅលើនេះគឺវាមានជា point ដែលabnormal បានន័យវាឡើងខ្ពស់ចំនួន3 point អញ្ចឹងយើងសន្មតថាក្នុងរយៈពេលពីម៉ោង1:10នាទីរហូតដល់ម៉ោង1:30នាទីគឺវា abnormal អញ្ចឹង collective នៃ abnormal data point នេះគឺអាចសន្មតបានថាជា collective anomaly បាទដោយសារតែវាជា sequence ឬក៏ជា group នៃ data point ហើយ concept នៃ collective anomaly គឺយើងអាចប្រើវាទៅក្នុងការ detect នៅក្នុងការ security cyber security ដូចជាការ log in ច្រើនដងដែលមើលទៅវាជា group of sequence of time ដែលវាជា abnormal អីជាដើមបន្តមកទៀតនេះគឺជា technique ខ្លះនៅក្នុង detection ដែលយើងបាននិយាយមកហ្នឹងគឺវាអាចចាត់ថ្នាក់ជា category មានដូចជាតាំងពី statistical method machine learning and deep learning ហើយវាមានតាំងពី clustering time series ensemble method and rule based method so នេះគឺជា technique នៅក្នុងនេះគឺចែកហើយទៅតាម category ដែល technique នីមួយៗវាអាចជា unsupervised learning អាចជា deep learning ឬក៏ supervised learning ជាដើមជាមួយនឹង data ដែលវា label មានការ label ហើយនិង data ដែលមិនទាន់បាន label ទៅតាមអ្វីដែលអ្នកប្រើប្រាស់ model គាត់ចង់បានបន្តមកនេះគឺជា most common anomaly detection technique នេះគឺជាការស្រាវជ្រាវខ្លះៗរបស់ខ្ញុំទៅតាមអ៊ីនធឺណិតដែល technique មួយចំនួនដែលវា most appear មិនថាគេចូលចិត្តយកវាមកប្រើនៅក្នុងការ predict data ក្នុងនោះដែរមាន Z-score អានេះគឺជាយើងដឹងហើយអានេះគឺជាការមានការប្រើច្រើនខ្លាំងនៅក្នុង data science ដោយសារតែ Z-score និង IQR ហ្នឹងគឺវា detect បាន outlier បានល្អហើយមួយទៀតគឺជា isolation forest
machine learning ហើយនិង deep learning ដែលមាន encoder នេះគឺជា deep learning ឯងចំណែកឯពីរនេះគឺជា machine learning ហើយខ្ញុំបន្តិចទៀតខ្ញុំនឹងលើកឧទាហរណ៍ដែលខ្ញុំបានយក model ទាំង3នេះមកសាកប្រើដើម្បីbuild នៅ model algorithm នៃ machine learning ចំពោះ small example នេះគឺជាការ quick understand មួយដែលនៅក្នុង context នៃ anomaly detection example ទី1 scenario customer មួយគាត់មានការចំណាយរបស់គាត់នឹងគឺចន្លោះពី$10ទៅ$50នៅក្នុងមួយប្រតិបត្តិការប៉ុន្តែក្នុងពេលដ៏ខ្លីមួយ transaction របស់គាត់គឺឡើងរហូតទៅដល់$5000ដែលយើងអាចចាត់ទុកថានេះគឺជា anomaly យើងអាច red flag ទៅលើ transaction របស់គាត់បានបន្ទាប់មកទៀតយើងអាចប្រើនៅ machine learning method random forest ទៅ detect anomalous data point in the transaction data set នោះនឹងថាយើងព្យាយាមប្រើ method មួយហ្នឹងដើម្បីទៅចាប់នៅភាពដែលវាមិនប្រក្រតីនៅក្នុង behavioral និងទាំង amount នៃ money ដែលគាត់បានចាយហ្នឹងអញ្ចឹងhow random forest work នេះគឺជា graph ដែលខ្ញុំបានរកមកដើម្បី visualize អញ្ចឹងទី1 random forest ហ្នឹងគឺវាបង្កើតបានជា tree ជាច្រើនដែល tree នីមួយៗហ្នឹងគឺដាក់លក្ខខណ្ឌចាប់យកនៅ behavioral របស់ transaction មួយហើយសម្រេចចិត្តថាតើវាជាប្រភេទ transaction fraud or not fraud ជាឧទាហរណ៍ 3D មួយគាត់អាចគាត់អាចសម្រេចនៅលក្ខខណ្ឌមួយនេះតើ transaction មួយហ្នឹងគឺ large amount តើមាន large amount ដែរឬទេហើយមួយវិញទៀតគឺជា new machine ដែរឬទេបើសិនជាមានទាំងពីរហ្នឹងគឺយើងអាចចាត់ទុកថា transaction មួយហ្នឹងគឺជា transaction ដែលគួរឲ្យសង្ស័យចំពោះ 3 ទី2អាចនិយាយថាតើ transaction ហ្នឹងមាន normal amount ឬអត់ហើយបូកផ្សំថាuser location គឺជា location ដែលគាត់ធ្លាប់ប្រើប្រាស់ពីមុនឬអត់តែបើសិនជាអត់មានទេយើងអាច flag transaction មួយហ្នឹងថាជា non fraud បានចំពោះ 3 ទី3តើunusual time ចំពោះ transaction ហ្នឹងមានដែរឬទេបើសិនជាមានហើយបូកផ្សំជាមួយនឹង multiple transaction ថាគាត់អាចតែគាត់ផ្ញើលុយហ្នឹងទៅ transaction ច្រើនឬអត់បើសិនជាមានគឺយើងអាចចាត់ទុកថាវាជា fraud បាន and step បន្ទាប់ទៀតគឺយើង consider model យើង consider ថាតើលក្ខ tree ទាំងអស់ហ្នឹងចាត់បន្ទុកឲ្យ transaction ក៏ដូចជា account មួយហ្នឹងចំនួនប្រមាណអញ្ចឹងយើងបាន 2 out of 3បានន័យថាទាំងអស់ហ្នឹងមាន3 tree algorithm មាន3 tree ប៉ុន្តែយើងចាប់បាន fraud ហ្នឹងមាន2ហើយអញ្ចឹងយើងអាច flag account មួយហ្នឹងថាជា suspicious បាន so បន្តមកទៀតនេះគឺជា example ចំនួន3ដែលខ្ញុំនឹងបង្ហាញទី1គឺ algorithm ដែលខ្ញុំលើកមកនិយាយគឺ model isolation forest ទី2គឺ auto encoder ដែលជា deep learning ទី3គឺជា one class support vector machine so ចាប់ផ្ដើមដោយការ import dataset របស់យើងហើយនេះគឺជា exploration class ដែលខ្ញុំបាននិយាយដែលខ្ញុំបានធ្វើហើយtransaction amount distribution នេះគឺជាចំណុចសំខាន់ដែលយើងអាចមើលបានថាតើ data របស់យើងនឹងវាមានamount របស់វា distribution ហ្នឹង
យ៉ាងដូចម្តេចដែរហើយចំពោះ dataset នេះដែរគឺការ mock data ដែលខ្ញុំបានរកមកពីអ៊ីនធឺណិតដែលវាបង្កើតឡើងជាលក្ខណៈ synthetic បានន័យថាដើម្បីការ analytic ចូលមកដល់ model ទី1របស់យើងគឺ isolation forest step ដំបូងគឺយើងជ្រើសរើសយក category column ដែលនៅក្នុង data របស់យើងយើងអាចមើលថា